សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងដូចអ្វីដែលខ្ញុំបានសន្យាអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំនឹងធ្វើវីដេអូទាក់ទងនឹងរបៀបបង្កើតកាបូប Trust Wallet បាទកាបូប Trust Wallet បាទកាបូប Trust Wallet នេះគឺសម្រាប់ blockchain របស់ Binance ណាបងប្អូនអញ្ចឹងសម្រាប់ blockchain Binance វា support Trust Wallet ណាបងប្អូនបាទអញ្ចឹងរបៀបបង្កើតបងប្អូនយើងធ្លាប់បង្កើតកាបូប Tron Link ហើយនិងកាបូប Trust Wallet នេះអត់ខុសគ្នាទេបងប្អូនណាកាបូបផ្សេងទៀតក៏ស្តៀងនឹងដែរអត់ពិបាកទេយើងយល់តែមួយគឺយល់ទាំងអស់ហើយបាទតែគាត់ថាដើម្បីឲ្យច្បាស់ខ្ញុំសុខចិត្តធ្វើវីដេអូនេះបន្ថែមទៀតដើម្បីឲ្យបងប្អូនយើងបានយល់អញ្ចឹងណាបងប្អូនបាទអញ្ចឹងជាដំបូងយើងត្រូវចូលទៅក្នុង App Store ឬក៏ Play Store បាទយើងវាយពាក្យថា Trust Wallet បាទនេះ Trust Wallet បាទតែដោយសារខ្ញុំ download រួចហើយគឺវាមានជាប់នៅក្នុងហ្នឹងហើយបងប្អូនណាបាទវាមានជាប់នៅក្នុងនឹងហើយអញ្ចឹងយើងគ្រាន់តែ open មកគឺបានតែម្ដងអញ្ចឹងណាបាទអញ្ចឹងនេះនិមិត្តសញ្ញា logo របស់ Trust Wallet បាទបើសិនជាបងប្អូនអត់ទាន់ download ទេកន្លែងនេះគេដាក់ថា download បាទឬក៏ install អីចឹងទៅបាទតែនេះដោយសារខ្ញុំ download ហើយវាមានពាក្យ open នឹងតែម្ដងអញ្ចឹងយើងចុចពាក្យ open នឹងយកតែម្ដងទៅបងប្អូនដើម្បីបង្កើតបាទកាលណានេះមកភ្លាមគឺវាចេញអញ្ចឹងឯង private and secure បាទអញ្ចឹងយើងចុចកន្លែង start នេះមកបាទ get started បាទនៅពេលនេះកន្លែងនេះយើងមាន2ជម្រើសបាទជម្រើសទី1យើងអត់ទាន់មានកាបូបយើងចុចយកពាក្យ I don't have a wallet បើសិនយើងមានកាបូបហើយយើងយកពាក្យ I already have a wallet អានេះមានន័យថាយើងទាញចំណែកអានេះមានន័យថាយើងបង្កើតកាបូបថ្មីអានេះយើងទាញកាបូបដែលធ្លាប់មានមកហើយពីមុនមកអញ្ចឹងណាបងប្អូនបាទអញ្ចឹងឥឡូវនេះដោយសារតែយើងអត់ទាន់មានយើងចុចពាក្យ create a new multi chain wallet នេះបណ្ដោយទៅបាទបន្ទាប់មកគេតម្រូវឲ្យយើង set លេខកូដបាទ set លេខកូដ6លេខបាទបងប្អូនដាក់ថាម៉េចក៏បានដែររៀងខ្លួនអានេះខ្ញុំឧបមាទេខ្ញុំដាក់1 2 3 4 5 6អីចឹងមកហើយគេបន្ទាប់មកគេឲ្យយើងវាយម្ដងទៀតដើម្បី confirm បញ្ជាក់ពីលេខកូដហ្នឹងណា1 2 3 4 5 6បាទបងប្អូនចង់ដាក់ម៉េចជារឿងរបស់បងប្អូនបន្ទាប់មកវាសួរយើងនេះ scan អានេះដោយសារទូរស័ព្ទខ្ញុំនេះវាតម្រូវឲ្យយើង scan អត់ scan កាយ៉ៅដៃដាក់ security ថែមកាយ៉ៅដៃអត់ទៅតាមទូរស័ព្ទមួយបើបងចង់ដាក់ក៏ដាក់ទៅបើមិនចង់ដាក់ទេក៏ឲ្យទៅបើដាក់យើងចុចពាក្យ confirm បើអត់ចង់ដាក់យើងយកពាក្យ deny នេះមកបាទអញ្ចឹងដោយសារតែទូរស័ព្ទរបស់ខ្ញុំវាមាន scan កាយ៉ៅដៃស្រាប់អញ្ចឹងខ្ញុំយក confirm ក៏បានដែរដើម្បីស្រួលមកតង់ទៀតអញ្ចឹងខ្ញុំគាត់នៅ scan កាយ៉ៅដៃនឹងមកបាទវាលុតចូលអូតូម៉ាទិកតែម្ដងអញ្ចឹងអានេះវាគេឲ្យថា backup to Google Drive បងប្អូនយើងដែលធ្លាប់ប្រើ email យក Google Drive ទៅតែអ្នកដែលអត់នេះទេគឺយើងយក backup manually ខ្ញុំ recommend ឲ្យបងប្អូនយក backup manually នេះបាច់ទៅ Google Drive ទេបាទអញ្ចឹងយើងរើសយកអាក្រមនេះមកបាទអញ្ចឹង3ចំណុចនេះយើងត្រូវព្រមព្រៀងណាយើងត្រូវដឹងមុនណា3ចំណុចនេះខ្ញុំអានឲ្យមួយទៀតគេថាបើសិនជាបាត់ recovery fresh បើសិនវាបាត់ secret fresh អាហ្នឹងគេហៅ recovery fresh ក៏បាន secret fresh ក៏បានដែរគេបញ្ជាក់មួយយើងថាបើបាត់អាលេខពាក្យ12ខ្ទង់ហ្នឹងនេះខាងលើពាក្យ12ខ្ទង់គេត្រូវឲ្យយើងទុកបើសិនជាបាត់អាហ្នឹងគេបញ្ជាក់ថាបាត់លុយហើយបាទមួយទៀតគេឲ្យយើងកុំចែកអាពាក្យ12ខ្ទង់ឲ្យអ្នកណាដឹងបើសិនឲ្យគេដឹងប្រកាសជាគេអាច hack ឬក៏អាចលួចកាបូបយើងបានគេលួចលុយយើងបានហើយចំណែកទី3 Trust Wallet support never reach out to us for it អញ្ចឹងត្រូវដឹងថាខាង team Trust Wallet ហ្នឹងអត់ដែលមានអ្នកណាសួរអាហ្នឹងទេមិនបាច់ព្រួយបារម្ភទេបើមានអ្នកណាបន្លំខាងខ្ញុំខាងកាបូប Trust Wallet ខ្ញុំចង់សួរអ្នកឯងជួយបោះលេខពាក្យ12ខ្ទង់ឲ្យខ្ញុំតិចមកអាហ្នឹងយើងចាញ់បោកគេអញ្ចឹងយើងត្រូវដឹងរឿង3នេះអញ្ចឹងប្រយ័ត្នប្រយែងទី1ត្រូវទុកពាក្យ12ខ្ទង់ហ្នឹងឲ្យមានសុវត្ថិភាពដោយខ្លួនឯងបាទករណីទូរស័ព្ទបាត់ករណីទូរស័ព្ទមានបញ្ហាយើងត្រូវដឹងថាពាក្យ12ខ្ទង់នៅកន្លែងណាអញ្ចឹងណាហើយបើល្អបំផុតសម្រាប់បងប្អូនខ្លះគេយកទៅprint ហើយគេអ៊ុតរឹងទុកទៀតអញ្ចឹងអានោះគឺសុវត្ថិភាពបំផុតមានទាំងក្នុងទូរស័ព្ទដៃផងមានទាំងនៅក្នុងគេអ៊ុតធ្វើដូចប្លង់ដីទុកផងអញ្ចឹងអានោះវាជាវិធីសុវត្ថិភាពមួយយ៉ាងអញ្ចឹងយើងទុកទៅកុំឲ្យអ្នកណាដឹងក្រៅពីមនុស្សដែលយើងទុកចិត្តអាចថាប្តីប្រពន្ធយើងអាចដឹងយើងទៅប៉ុន្តែសម្រាប់អ្នកដទៃគឺអត់អាចឲ្យដឹងបានទេយល់មនុស្សដែលទុកចិត្តយកអស់ទៅណាបាទអញ្ចឹងដើម្បីដល់កន្លែងនេះគឺបងប្អូនត្រូវគ្រាន់តែ tick លើអាសញ្ញាទាំង3នឹងតែម្ដង tick 1
2 3បាទ take មករួចហើយ continue យកតែម្ដងបាទកន្លែងនេះវាស្រួលដែរវាដាក់ឲ្យយើង copy កន្លែងខ្លះគឺឲ្យ copy ទេឲ្យតែសេអក្សរចុះតែម្ដងអញ្ចឹងយើង copy ទៅបាទ copy អានឹងហើយបាទយើង copy អានឹងពឹបដូចខ្ញុំមិញហ្នឹងហើយយើងរកកន្លែងមួយដែលយើងផ្ញើទៅទុកជាការសម្ងាត់របស់ខ្លួនឯងឥឡូវឧបមាថាខ្ញុំផ្ញើទៅ Telegram ខ្ញុំមួយទៀតចុះបាទ complete ណាបងប្អូនដល់ភ្លេចបាត់ខ្លួនឯងខ្ញុំមិនដឹងទេបាទនេះខ្ញុំផ្ញើរួចហើយដល់ពេលអញ្ចឹងខ្ញុំបកមកកន្លែង trash valid វិញបាទអញ្ចឹងបន្ទាប់ពីយើង copy យើងថតទុកឲ្យមានសុវត្ថិភាពហើយបងប្អូនត្រូវចុច continue បាទចុច continue ប៉ុន្តែមុននឹងនេះហ្នឹងវាត្រូវស៊ូអានឹងឡើងវិញហើយអញ្ចឹងយើងត្រូវវាយពាក្យនឹងឡើងវិញបាទអញ្ចឹងយើងចុច continue យើង copy ឲ្យទុកត្រឹមត្រូវ continue អញ្ចឹងវាតេស្តសមត្ថភាពយើងតេស្តហ្នឹងវាឲ្យពាក្យ12ខ្ទង់នឹងមកវិញហើយយើងត្រូវចុចតាមលំដាប់លេខដែលយើងបាន copy មិញឥឡូវដូចរបស់ខ្ញុំអញ្ចឹងខ្ញុំនេះអូខេលេខ1ស្អីគេលេខ2អីគេអញ្ចឹងកាលណាយើង copy ទុកហើយវាតេស្តយើងដើម្បីឲ្យយើងដឹងថាវាចង់ដឹងថាតើយើងបានរក្សាទុកអត់ដែរអញ្ចឹងណាបាទចឹងចុចតាមលំដាប់លេខទៅចុចតាមលំដាប់លេខទៅលេខ1អីគេលេខ2អីគេលេខ3អីគេលេខ4អីគេបន្តអញ្ចឹងណាបងប្អូនបាទយើងមើលអ្វីដែលយើងបានថត copy ទុកមិញអញ្ចឹងទៅបាទបាទធ្វើតាមលំដាប់វានឹងមកវិញមកបើធ្វើអត់ត្រូវវាអត់ឲ្យទេណាបងប្អូនបាទអញ្ចឹងយើងនេះឲ្យត្រឹមត្រូវយើងមកបាទនេះគឺ12ខ្ទង់អញ្ចឹង well done នេះមានន័យថាវាជឿជាក់ថាយើងបាន copy ទុកហើយតើតែយើង copy ទុកយើងបានអានោះយកមកមើលវិញបានយើងអាចបង្កើតអានឹងបានអញ្ចឹងបន្ទាប់មកកន្លែងនេះបំពេញហើយចុចពាក្យ done នឹងមកបាទអូខេអានេះគឺស្មើនឹងរួចរាល់ហើយបងប្អូនអានេះគ្រាន់តែជាមុខងារបន្ថែមនៅក្នុងនេះទេបាទចុចខ្វែងមកទៅយ៉ាទូរស័ព្ទខ្ញុំរៀងកៀងបងប្អូនណាហើយវាទៀមទាចង់បានថ្មីវារៀងកៀងអញ្ចឹងណាបាទអញ្ចឹង valid នេះមានន័យថារួចរាល់ហើយបងប្អូនណារួចរាល់ហើយមានតែប៉ុណ្្នឹងទេអានេះ set up to date enable to receive notification ឥឡូវចុច enable វាទៅទៀតបាទទូរស័ព្ទខ្ញុំកៀងហើយបងប្អូនណាអញ្ចឹងវីដេអូនេះខ្ញុំចប់ត្រឹមហ្នឹងតាមពិតទៅគឺ trash valid ដែលបានបង្កើតហើយគឺចប់ត្រឹមហ្នឹងឯងបាទតាគេ set អានោះហើយគឺរួចរាល់ហើយអ្វីដែលសំខាន់ពាក្យ12ខ្ទង់ដែលខ្ញុំបញ្ជាក់មួយបងប្អូនមិញត្រូវទុករក្សាទុកឲ្យមានសុវត្ថិភាពឲ្យត្រឹមត្រូវដោយខ្លួនឯងណាខ្ញុំបញ្ជាក់ឲ្យម្ដងទៀតបើសិនជាបាត់ពាក្យ12ខ្ទង់នោះសូម្បីតាប្អិនក៏មិនអាចជួយបងប្អូនបានដែរអត់មានណាជួយបានទេបាទក្នុងករណីយើងបាត់ទូរស័ព្ទយើងខូចយើងមានបញ្ហាតើតាមានពាក្យ12ខ្ទង់ហ្នឹងបើយើងចេះអត់ចេះតម្លើងខ្លួនឯងក៏មានគេជួយអាចតម្លើងបានប៉ុន្តែបាត់ហើយគឺចប់ហើយអញ្ចឹងមិនថាតែកាបូប trash valid ទេកាបូប tron link ក៏ដូចគ្នាដែរកាបូបផ្សេងទៀតក៏ដូចគ្នាចឹងដែរបងប្អូនត្រូវចាំកន្លែងហ្នឹងបាទព្រោះខ្ញុំនៅពេលដែលបរៀនបងប្អូនបង្កើតអានឹងម្ដងខ្ញុំនិយាយម្ដងហើយម្ដងទៀតព្រោះជៀសវាងខ្លាចបងប្អូនបាត់ហើយចៃដន្យយើងមានលុយនៅក្នុងហ្នឹងឬក៏យើងបានភ្ជាប់ smart contract កាបូបហ្នឹងទៅជាមួយគម្រោងរកស៊ីណាមួយដែលពិតប្រាកដដែលយើងបានលុយហើយដល់ពេលយើងភ្លេចអាហ្នឹងគឺចប់មិនបាច់តវ៉ាទេគឺអត់មានអីតវ៉ាចេញទេហើយអត់មានទៅបន្ទោសអ្នកណាកើតទេណាបងប្អូនគឺសំខាន់គឺខ្លួនឯងព្រោះកាបូបtechnology កាបូប crypto នេះគឺយើងគ្រប់គ្រងខ្លួនឯងវាខុសពីកាបូបដែលយើងទុកកង់ធនាគារដូចជាអីហ្នឹងគឺធនាគារអ្នកគ្រប់គ្រងឲ្យយើងអញ្ចឹងស្រួលទេបាត់ឬមានបញ្ហាអីយើងទៅតាក់ទងធនាគារដោះស្រាយយើងបានចំណែកអានេះគឺអត់ទេតែបាត់គឺបាត់ខូចគឺខូចអត់មានណាជួយដោះស្រាយបានទេគឺខ្លួនឯងណាឬខ្លួនឯងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនឹងត្រឹមប៉ុណ្្នឹងតាក់ទងនឹងការបង្កើតកាបូប trash valid ណាបងប្អូន